លើកទឹកចិត្តបងប្អូនទាំងអស់យើងមកទស្សនាប្រាសាទកេរបុព្វបុរសដូនតាខ្មែរយើងណោះចិត្តទេតែប្រហែល400គីឡូជាងពីភ្នំពេញមកតាមកទស្សនាច្រើនមករបស់យើងជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាប្រាសាទតាមាន់ធំថ្ងៃនេះថ្ងៃទី22ខែមិថុនា2025មនុស្សមកទស្សនាមកចែកស្បៀងទៅដល់កងទ័ពយើងច្រើនមែនតើប្រាសាទនេះស្អាតណាស់បងប្អូនប្រាសាទនេះគឺរចនាបថបាយ័នយើងមើលទៅចេញបាយ័នតែម្ដងហើយប្រាសាទនេះកសាងឡើងនៅសតវត្សទី11ដោយព្រះបាទសូរ្យវរ្ម័នទី1និងព្រះបាទឧទ័យទិត្យវរ្ម័នទី2កសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈបងប្អូនស្អាតមែនតើនៅខាងខៀវនោះគឺជាព្រំបតលប្រទេសថៃเนาะយើងអត់អាចទៅខាងហ្នឹងបានទេនៅខាងហ្នឹងមានឮសំឡេងភ្លេងអីដែរលើកទឹកចិត្តបងប្អូនទាំងអស់យើងមកទស្សនាប្រាសាទកេរបុព្វបុរសដូនតាខ្មែរយើងเนาะចិត្តទេតែប្រហែល400គីឡូជាងពីភ្នំពេញមកតាមកទស្សនាច្រើនមករបស់យើងហើយមួយទៀតបងប្អូនទាំងអស់គ្នានៅប្រាសាទនេះតាហ៊ានដែលមកឈរជើងនៅទីនេះខាងថៃគឺសុទ្ធតែខាងសុរិនទាំងអស់ខ្មែរសុរិនទាំងអស់เนาะអញ្ចឹងកាត់មើលខ្លួនឯងហើយបងបើខាងនោះខ្មែរច្រើនណាអូខេ future